ពេលខ្លះមនុស្សយើងមិនចាំបាច់ត្រូវឆ្លើយតបរៀងរាល់ពេលនោះទេពេលខ្លះការស្ងៀមស្ងាត់ក៏ជាវិធីឆ្លើយតបដ៏សុចរិតបំផុតនិងល្អបំផុតផងដែរនៅពេលដែលអ្នកត្រូវបានគេបោះបង់ឬត្រូវគេចោទប្រកាន់ដោយភាពអយុត្តិធម៌ណាមួយអារម្មណ៍ដំបូងរបស់អ្នកគឺចង់ពន្យល់ឬចង់បង្ហាញគ្រប់គ្នាថាអ្នកមិនខុសទេដោយចង់លើកពីហេតុផលនេះហេតុផលនោះជាដើមប៉ុន្តែជីវិតមិនចាំបាច់គ្រប់រឿងត្រូវតែមានការពន្យល់ទេពេលដែលអ្នកដឹងថាអ្វីដែលអ្នកធ្វើមានគោលបំណងល្អអ្វីដែលអ្នកកំពុងតែធ្វើជាភាពត្រឹមត្រូវចូលគ្រាន់តែបន្តធ្វើវាភាពស្ងៀមស្ងាត់អាចជាការព្យាបាលផ្លូវចិត្តដ៏ល្អបំផុតហើយក៏ជាចម្លើយដ៏ស័ក្តិសមបំផុតផងដែរមនុស្សខ្លះយល់ពីអ្នកសូម្បីតែអ្នកមិនបាននិយាយអ្វីសោះគេធ្វើការវិនិច្ឆ័យខុសត្រូវរួចជាស្រេចដោយចិត្តខ្លួនឯងទៅហើយបើប្រទះនឹងមនុស្សដែលជឿតែលើគំនិតខ្លួនឯងទោះបីជាយើងខំពន្យល់គាត់យ៉ាងណាក៏នៅតែគ្មានអ្វីប្រែប្រួលក្នុងចិត្តគំនិតរបស់គាត់ដែរមនុស្សខ្លះទៀតទាមទារពេលវេលាច្រើនដើម្បីឲ្យគាត់អាចយល់ពីអ្នកហើយគាត់នឹងទទួលដឹងខ្លួនឯងនៅគណៈណាមួយថាអ្នកមិនបានខុសនោះទេដូច្នេះសូមស្ងៀមស្ងាត់បន្តិចដកដង្ហើមជាថ្មីហើយបន្តកិច្ចការដែលយើងគិតថាជាភាពត្រឹមត្រូវនៅក្នុងភាពស្ងៀមស្ងាត់អ្នកនឹងបានស្ដាប់សំឡេងមួយនោះគឺសំឡេងនៃចិត្តរបស់អ្នកផ្ទាល់នេះជាបទនិយាយពីចិត្តមួយបង្កើតឡើងសម្រាប់អ្នកដែលកំពុងស្ងៀមស្ងាត់ប៉ុន្តែមានរឿងជាច្រើននៅក្នុងចិត្តសូមចងចាំថាការស្ងៀមស្ងាត់មិនមែនជាការលះបង់ទេប៉ុន្តែជាវិធីដើម្បីរកសន្តិភាពឲ្យខ្លួនឯង